បាទជម្រាបសួរអ្នកទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំដឹងរឿងមួយទាក់ទងទៅនឹងការបាទការដាក់ highlight ទៅតាមប្រភេទទិន្នន័យនៅក្នុងកម្មវិធី Excel បាទអញ្ចឹងតើការដាក់ highlight ទៅតាមទិន្នន័យនៅក្នុងកម្មវិធី Excel គឺយើងដាក់ដូចម្ដេចហើយតើយើងដាក់ដើម្បីអ្វីបាទអញ្ចឹងការដាក់ highlight នៅក្នុងកម្មវិធី Excel បាទគឺដាក់ដើម្បីសម្គាល់ទិន្នន័យផ្សេងគ្នាបាទហើយមួយទៀតគឺយើងអាចសម្គាល់ទៅលើបន្ទុកបាទបន្ទុកធ្លាក់បាទធ្លាក់ចេញពណ៌អីទៅចេញ highlight ពណ៌អីហើយបន្ទុកជាប់ចេញ highlight ពណ៌អីហ្នឹងទៅបាទអញ្ចឹងដើម្បីដាក់បាទតោះឥឡូវយើងទៅអនុវត្តទាំងអស់គ្នាដើម្បីដាក់ highlight នៅក្នុងកម្មវិធី Excel បាទអញ្ចឹងជាដំបូងបងប្អូនត្រូវមានទិន្នន័យដូចដែលខ្ញុំមាននៅលើ computer នេះហើយយើងនឹងដាក់បាទអញ្ចឹងទៅតាមរូបភាពនេះយើងនឹងដាក់ភេទប្រុសគឺពណ៌ផ្សេងបាទ highlight ពណ៌ផ្សេងហើយភេទស្រីយើងឲ្យ highlight ពណ៌ផ្សេងបាទអញ្ចឹងយើងទៅអនុវត្តទាំងអស់គ្នាបាទដំបូងបងប្អូនទាំងអស់គ្នាត្រូវ select បាទ select លើ cell page ដែលយើងត្រូវនឹងត្រូវបំពេញបន្ទាប់ទៀតបងប្អូនចុចលើពាក្យ home បាទ menu bar ហើយបងប្អូនចុចលើពាក្យ conditional formatting បាទ conditional formatting បាទបងប្អូនចុចលើវាមកបាទបងប្អូនយក highlight cell rule បាទបងប្អូនយក highlight cell rule បងប្អូនអូសមកខាងស្ដាំបាទអញ្ចឹងទៅតាមរូបភាពបាទទៅតាមរូបភាពគឺយើងត្រូវសរសេរជាអក្សរបាទអញ្ចឹងដើម្បីសរសេរជាអក្សរចេញ highlight គឺយើងយក text that content បាទ text that content បងប្អូនចុចលើវាមកបាទបងប្អូនចុចលើវាហើយបងប្អូនសរសេរ page បាទ page អញ្ចឹង page ស្រីបាទយើងសរសេរស្រីមកបងប្អូនបាទស្រីហើយមកដល់កន្លែង width បាទ width នេះបងប្អូនចុចលើ scroll កន្លែង width នេះគឺបងប្អូនយកពី custom format បាទ custom format បងប្អូនយកពាក្យយកពណ៌អីក៏បានដែលបងប្អូនស្រឡាញ់បាទបងប្អូនយកពណ៌បាទពណ៌រាង Q ស្រាលនេះទៅបាទខ្ញុំយកពណ៌រាងដើម្បីបញ្ជាក់ថា page បាទបន្ទាប់ពីយើងជ្រើសរើសពណ៌ហើយបងប្អូនចុចលើ OK បាទហើយបងប្អូនកុំភ្លេចមើលនៅខាងលើនេះគឺមាន number មាន font មាន border មាន fill បាទបងប្អូនយក fill ដើម្បីបង្កើត highlight បងប្អូនយក fill ណាបងប្អូនបាទហើយយកបន្ទាប់ទៀតបងប្អូនរើសពណ៌បាទនេះដូច example នេះគឺបានបង្ហាញពណ៌ដែលយើងជ្រើសរើសបាទហើយបន្ទាប់ទៀតបងប្អូនចុច OK បាទហើយចុច OK ម្ដងទៀតបាទអញ្ចឹងយើងកុំទាន់ធ្វើអីវាយើង select លេង cell page ដដែលបងប្អូនចុចលើ formatting conditional formatting ម្ដងទៀតបងប្អូនចុច highlight cell rule បងប្អូនយក text that content ដដែលបាទអំបញ្ញមិញយើងដាក់ពណ៌ទៅទៅនឹងភេទស្រីបាទឥឡូវយើងដាក់ពណ៌ភេទប្រុសម្ដងជឿសេជាងរបាទបន្ទាប់ទៀតបងប្អូនយកពាក្យកន្លែងវិធីបងប្អូនចុច scroll down បងប្អូនយកបត custom format បន្ទាប់ទៀតបងប្អូនជ្រើសរើសពណ៌បាទយើងយកពណ៌ខុសគ្នាមកពណ៌លឿងស្រាលនេះមកបាទចុច OK បាទ OK ម្ដងទៀតបាទអញ្ចឹងយើងទៅ save page មកបងប្អូនបាទនៅពេល save page យើង enter គឺចេញពណ៌បាទឥឡូវយើង save ប្រុសបាទយើង enter ចេញពណ៌បាទស្រីប្រុសអញ្ចឹងទៅបាទសេខុសបាទសេខុស error អញ្ចឹងបាទចេះតែខុសបាទស្រីបាទស្រីចេះទៅបាទអញ្ចឹងគឺវាចេញឲ្យទៅតាម highlight ទៅតាម page បាទ page ស្រីគឺចេញពណ៌ Q ស្រាលហើយpage ប្រុសគឺចេញពណ៌លឿងស្រាលនេះទៅបាទអញ្ចឹងបន្តទៀតតទៅនឹងការដាក់បន្ទុកបាទការដាក់បន្ទុកបាទបន្ទុកភូមិប្រវត្តិពលរដ្ឋគណិតអញ្ចឹងទៅបាទអញ្ចឹងការដាក់ highlight បន្ទុកបងប្អូន highlight បន្ទុកបងប្អូនទៅ select បាទអញ្ចឹងការដាក់ highlight បន្ទុកមានន័យថាម៉េចបងប្អូនការដាក់ highlight បន្ទុកគឺដើម្បីសម្គាល់ថាបន្ទុកណាជាប់បាទបន្ទុកណាធ្លាក់អញ្ចឹងទៅបាទអញ្ចឹងបន្ទុកជាប់គឺចាប់ពី5បន្ទុកឡើងដល់10បន្ទុកអានឹងបន្ទុកជាប់បាទហើយបន្ទុកធ្លាក់ចាប់ពីបន្ទុក1បន្ទុករហូតដល់4បន្ទុកអានឹងបន្ទុកធ្លាក់បាទអញ្ចឹងដើម្បីដាក់ highlight បងប្អូនត្រូវ select បាទ select លើ cell បន្ទុកនឹងមកហើយបងប្អូនចុចលើhome បងប្អូនយក conditional formatting ដដែលបាទបងប្អូនយក highlight cell បាទអញ្ចឹងតើតទៅនឹងការដាក់បន្ទុកបងប្អូនត្រូវជ្រើសរើស between បាទ between មានន័យថាយើងជ្រើសរើសបន្ទុកពី1ដល់4បាទយើងពណ៌អីធ្លាក់យើងជ្រើសរើសបន្ទុកពី5ដល់10ពណ៌អីជាប់បាទយើងយក between បាទ between បើថាចន្លោះបាទចន្លោះបាទអញ្ចឹងនេះបងប្អូនយកបន្ទុក1បាទបន្ទុក1ទៅដល់បន្ទុក4បាទបន្ទុក4នេះគឺធ្លាក់បាទធ្លាក់បងប្អូនត្រូវរើសពណ៌បាទឬ highlight មកយើង
បាទយើងយក custom format បាទ format ហើយយើងបងប្អូនយក fill ហើយបងប្អូនយកធ្លាក់បាទធ្លាក់គឺពណ៌ក្រហមបាទខ្ញុំចុចពណ៌ក្រហមបាទហើយយើងអូខេបាទអញ្ចឹងអូខេម្ដងទៀតបាទហើយយើងកុំទាន់ធ្វើអីយើងត្រូវទៅកំណត់ម្ដងទៀតបាទទៅកំណត់បន្ទុកម្ដងទៀតបាទយើងចុច formatting បាទយើងចុច highlight cultural role បាទយើងយកពាក្យ between ដដែលបាទអញ្ចឹងយើងយកបន្ទុកចាប់ពី5បាទ5បន្ទុកដល់10បន្ទុកបាទជាប់បាទអញ្ចឹងយើងយកពណ៌បាទ format custom format យើងយកពណ៌បាទពណ៌ខៀវខ្ចីមកបងប្អូនដោយសារបន្ទុកវាពណ៌ហ្នឹងគឺពណ៌ល្អបាទអញ្ចឹងយើងចុចអូខេបាទយើងចុចអូខេម្ដងទៀតបាទអញ្ចឹងនៅពេលដែលយើងអត់ទាន់វាបញ្ចូលគឺhighlight ពណ៌ហ្នឹងក៏ទៅបានជាប់ទេអញ្ចឹងបងប្អូនចុចលើលេខ1មកបងប្អូនបន្ទុក1បាទ enter ពណ៌ក្រហមបាទចុចបន្ទុក5បាទពណ៌ខៀវបន្ទុក4ធ្លាក់បាទបន្ទុក9ជាប់បាទអញ្ចឹងយើងគ្រាន់តែកលេចមើលថាសិស្សម្នាក់នេះគឺគាត់ធ្លាក់ពីមុខហើយបាទយើងឃើញពណ៌ក្រហមគឺធ្លាក់ហើយបាទអូខេអញ្ចឹងបន្តមកទៀតយើងដាក់បន្ទុក10បាទបន្ទុក3បាទបន្ទុក8បាទបន្ទុក9ទៅបាទហើយគាត់គឺបន្ទុក5បាទ8បាទ9ទៅ10ទៅគាត់ជាប់ទាំងអស់អញ្ចឹងទៅបាទបន្តមកទៀតយើងដាក់បន្ទុក5បាទ4បាទអស់មកដាក់8ទៅបាទដាក់5អញ្ចឹងទៅបាទជាប់បាទអញ្ចឹងយើងបន្តមកទៀតគឺយើងដាក់បន្ទុក4បាទច្រឡំខ្សែបាទ4 6បាទ8ទៅ9ទៅបាទអញ្ចឹងកន្លែងនេះគឺបានពេកបាទ1បន្ទុក3បន្ទុកហើយ4បន្ទុកអញ្ចឹងទៅបាទគាត់ធ្លាក់ទាំងអស់បាទអញ្ចឹងទៅទៅនឹងការដាក់ highlight ទៅតាមប្រភេទតន័យនៅក្នុងកម្មវិធី Excel បាទគឺមានតែប៉ុណ្្នឹងទេហើយស្គាល់ថាអ្នកទាំងអស់នេះអាចធ្វើបានបាទអញ្ចឹងបើសិនជាមានចម្ងល់បងប្អូនអាច comment សួរនៅខាងក្រោមវីដេអូនេះបានបាទអរគុណជម្រាបលា